ពុទ្ធថាកិរិយាកើតមកជាមនុស្សនេះជាការកម្រញោមមកជីវិតរាប់លានលើប៉ែនដីមានជីវិតមនុស្សតែដែលប្រសើរបានថាកម្របានកើតជាមនុស្សเมื่ออาทิตย์ទៅកើតតែដេរឆានអស់មកពីអកុសលអំពើដែលវាធ្វើអាក្រក់ហ្នឹងដល់ថ្ងៃក្រោយទៅយូរទៅវារួចផលបាបវាអស់ទៅវិលមកកើតមនុស្សតែគេវិលចុះវិលឡើងអានេះជីវិតដូចតែគ្នាចាផ្លាស់ប្ដូរព្រោះតែមិនបានយើងមកកើតជាមនុស្សព្រោះយើងបានធ្វើអំពើល្អពីមុនមកប្រកបដោយកុសលធម៌ហ្នឹងនឹងជួយទ្រទ្រង់យើងឲ្យបានកើតជាមនុស្សមកនេះនឹងអាត្មាសម្ដែងអំពីពាក្យទូលមានរបស់ព្រះពុទ្ធលោកប្រាប់អញ្ចឹងប៉ុន្តែកើតជាមនុស្សហើយគប់បីថែរក្សាធ្វើម៉េចឲ្យយើងវានៅអត្តភាពជាមនុស្សកុំឲ្យវាប្រែពីមនុស្សធ្លាក់ទៅកាន់អបាយភូមិវិញលោកប្រាប់អញ្ចឹងណាឲ្យយើងអាចផ្លាស់ប្ដូរជាតិរបស់យើងពីមនុស្សទៅកាន់ប្រែតដេរឆានអសុរព្រោះយើងធ្វើអំពើអាក្រក់ដោយកាយដោយវាចាដោយចិត្តទុច្ចរិតទាំងអស់ណាហ្នឹងទៅហើយអញ្ចឹងបើយើងថែរក្សាអត្តភាពយើងមនុស្សកុំឲ្យវាទៅកើតជាសត្វដេរឆានហ្នឹងត្រូវធ្វើអំពើល្អដោយកាយវាចាចិត្តហ្នឹងធ្វើទានធ្វើសិលសាងសន្សំអញ្ចឹងណាអានេះការពារថែរក្សាអត្តភាពមនុស្សមិនឲ្យធ្លាក់ចុះទេឲ្យនៅហើយបំផុតត្រឹមមនុស្សឬក៏ទេពតាឬក៏ព្រហ្មពួតនៅក្នុងសុគតិភពឲ្យរក្សាអញ្ចឹងនេះព្រះពុទ្ធលោកបញ្យល់អញ្ចឹងបានកើតមនុស្សមិនរឿងអត់ហេតុអត់ផលទេណាតែកើតមកជាមនុស្សហើយមិនត្រូវគ្នាទៀតឃើញទេយកមួយជីវិតមនុស្សកើតមកខ្លះគេមានបញ្ញាជ្រាវឆ្លាតកើតកណ្ដាលទីក្រុងកើតអាចពូជពងវងតកូលគេខ្ពងខ្ពស់មានទ្រព្យសម្បត្តិមានយសមានស័ក្តិអានឹងមិនអត់ហេតុផលទេណាសិតតែអំពើល្អដែលគេធ្វើពីមុនមកហ្នឹងជួយទ្រទ្រង់គេណាឲ្យកើតជាមនុស្សនឹងនិយាយពីការកើតជាមនុស្សហ្នឹងជាជីវិតដ៏ប្រសើរជាជាតិដ៏ប្រសើរហើយសូមឲ្យថែរក្សាជាតិមនុស្សកុំឲ្យធ្លាក់ទៅកាន់ត្រឡប់ទៅកាន់ទីទាបវិញរក្សាអញ្ចឹងហើយតែកាលណាទៅហើយកែមិនរួចទេកែហេតុមិនទៅរួចកែផលអត់ទៅរួចទេកែហេតុគឺធ្វើល្អហេតុល្អហ្នឹងមិនបានទៅកាន់សុខអូយតែហេតុអាក្រក់គឺទៅកាន់ទុក្ខហើយមកពីហេតុនេះពុទ្ធលោកបញ្រៀនទៅធ្វើហេតុយ៉ាងសូមបញ្យល់ពីជីវិតកើតជាមនុស្សហើយហ្នឹងឥឡូវនិយាយពីកំណើតរបស់បញ្ញយើងកើតអំពីមេត្តាម្ដាយយើងគ្រប់តែគ្នាទាំងអស់ហ្នឹងឯងយើងបានកើតជាមនុស្សហើយមានសម្បត្តិគ្រប់គ្រាន់ទៀតគ្មានខ្វះខាតអីទេដៃជើងភ្នែកច្រមុះអីមានគ្រប់គ្រាន់ទាំងអស់អត់ខ្វះការគេថាព្រមនៃសម្បត្តិក៏គ្រប់គ្រាន់ខ្លះកើតជាមនុស្សហើយកំបត់ដៃកំបត់ជើងកំបត់តែជាឆែបមាត់ឯណានឹងទៅទីណាខ្លះកើតជាមនុស្សហើយល្ងងើគ្មានវិញ្ញាណអីគ្រប់គ្រាន់ទេអាហ្នឹងក៏សតផលវិបាកវាមិនគ្រប់គ្រាន់បានកើតជាមនុស្សតែសម្បត្តិអត់គ្រប់គ្រាន់ទេអានឹងផលចប់តែកម្មអំពើផលដែលតុបតែងមនុស្សហ្នឹងតាំងពីរូបរាងកាយឡើងទៅតាំងពីចំណេះវិជ្ជាបញ្ញាអីទៅសតផលកម្មតុបតែងទាំងអស់ឲ្យបានទៅជាស្អីនោះសូមញោមញាតិជ្រាបហើយយើងកើតមកកូនផងម៉ែកើតមកមានសម្បត្តិគ្រប់គ្រាន់រូបរាងពណ៌សម្បុរក៏ល្អនៅកណ្ដាលទីក្រុងទៀតមេត្តាបិតាមានទ្រព្យមានសម្បត្តិជួយទំនុកម្រងឧបត្ថម្ភយើងគ្រប់គ្រាន់អត់តែយើងអត់អំពលអីទេគេតែអាស្រ័យប្រើប្រាស់ទ្រព្យសម្បត្តិរបស់ម៉ែឪគ្រប់គ្រាន់ទាំងអស់អានឹងជាកុសលផលបុណ្យយើងត្រេកអរសប្បាយរីករាយណាស់កើតមកនោះតែជនជាតិដទៃគេខួបកំណើតគេត្រេកអររីករាយ
តែកំណើតរបស់ព្រះគេកើតមកក្នុងមានសម្បទាគ្រប់គ្រាន់បានឃើញពន្លឺព្រះអាទិត្យស្គាល់យប់ស្គាល់ថ្ងៃធ្វើរូបទាំងអស់បាននឹងចឹងគេអត់បានគិតអីទេតែសម្រាប់ពុទ្ធសាសនាលោកឲ្យគិតពីខ្លួនយើងដែលកើតមកមានរូបរាងកាយបរិបូរណ៍គ្រប់គ្រាន់ទាំងអស់ជាមនុស្សតែគ្មានខ្វះខាតអីលោល្អប្រសើររីករាយសប្បាយរីកកើតមកឲ្យម៉ែឪមានទ្រព្យមានសម្បត្តិទំនុកបំរុងយើងទាំងអស់ជួយយើងហ្នឹងការថែរក្សាយើងសំណាងតែយើងត្រូវគិតមួយទៀតថាយើងកើតពីណាតែម្នាក់ហ្នឹងកើតពីម្ដាយកិនចូលទស្សនៈនៅក្នុងពោះម្ដាយហ្នឹង8 9ខែម្នាក់ទៅនៅក្នុងពោះម្ដាយ8 9ខែសួរតែក្នុងវេលាដែលយើងទៅនៅក្នុងពោះម៉ែយើង8 9ខែតែម៉ែយើងមានសេចក្តីសោកទុក្ខយ៉ាងម៉េចខ្លះអាត្មាសំដែងតាមព្រះពុទ្ធទេណាបើញោមស្រីដឹងខ្លួនឯងធ្លាប់ពោះណាចាំអាត្មាពោលទៅវាត្រូវអញ្ចឹងមែនទេញោមដែលពោះកូនឥឡូវសំដែងដល់មកតណែនិយាយពីទុក្ខរបស់ស្រីទៀតបញ្ជាក់ឲ្យដឹងថាប្រពន្ធលោកប្រាប់ថាម៉េចខ្លះជីវិតរបស់មនុស្សកើតមកលើផែនដីនេះទុក្ខដែលធំបំផុតសម្រាប់ជីវិតមនុស្សស្មើគ្នាមាន4គឺថាជាតិការកើតនេះក៏ជាទុក្ខអជារាក្រំគ្រានេះក៏ជាទុក្ខអាជំងឺឈឺចាប់ក៏ជាទុក្ខសេចក្តីស្លាប់ក៏ជាទុក្ខ4នេះស្មើគ្នាទាំងអស់តែស្ត្រីពុទ្ធលោកសំដែងថាមានទុក្ខ5ទៀតបូកទៅលើហ្នឹងអាហ្នឹងអត់ដែលណាដឹងទេណាពុទ្ធលោកសំដែងតែមិនដែលណាដឹងថាពុទ្ធលោកប្រាប់ទេទុក្ខទី1របស់ស្ត្រី5យ៉ាងខុសពីបុរសហ្នឹងទុក្ខរោគប្រចាំខែទុក្ខទី2ពោះកូនទុក្ខទី3ប្រសូតកូនទុក្ខទី4បម្រើប្តីទុក្ខទី5បែកព្រឹត្តប្រាសចេញពីម៉ែឪរបស់ខ្លួនទៅនៅក្នុងប្តីហ្នឹងគេថាអាហ្នឹងព្រម៉ែឪជាទីស្រឡាញ់របស់កូនម៉ែឪមានកូនជាទីស្រឡាញ់ឃើញទេយើងបែកចេញពីម៉ែឪយើងទៅនៅជាមួយប្តីដូចជាព្រឹត្តប្រាសបុព្វលោកសំដែងមាន5ហ្នឹងអញនិយាយពីទុកសម្រាប់ពោះកូននេះញោមយាយអីដឹងអស់ហើយខ្លួនឯងសតប៉ះពើផ្ទាល់ហើយ8 9ខែនៅក្នុងពោះក្រាន់តែវិញ្ញាណរបស់សត្វដែលមកផ្ញើបដិសន្ធិនៅវេលាណាគឺម្ដាយអត់មានសេចក្តីរីករាយទេមានសេចក្តីទុក្ខណាញោមឮទៅថាចាញ់កូនហ្នឹងអួតជាងអោបរិភោគកំបានលហេតុលហើយញើសពអស់សាច់អស់សរសៃក្នុងខ្លួនហ្នឹងអានឹងជាទុក្ខឯណាយើងគិតថា8ខែ9ខែក៏រងទុក្ខប្រុសយើងនឹងឯងទៅនៅក្នុងគាត់ហ្នឹងអានឹងសំជ្រាបយ៉ាងគ្រប់គ្នាហ្នឹងឲ្យយើងជាកូនហ្នឹងក៏មិនរីករាយតែខ្លួនឯងកើតជាកូនសម្លាញ់ម៉ែឪណាហ្នឹងយើងរីកតែគិតថាអ្នកណាជាប់ទាក់ទងយើងខ្លះគឺអ្នកម្ដាយយើងលោករងទុក្ខការពោះយើងហ្នឹង8 9ខែអត់មានពេលសប្បាយទេទុក្ខទី2ទុក្ខប្រសូតកូនពេលដែលប្រសូតកូននឹងត្រូវការឈឺចាប់ជំងឺយ៉ាងក្រៃលែងបានចាស់បុរាណគេប្រើពាក្យតែឆ្លងទន្លេគឺឆ្លងសមុទ្រលំបាកណាស់ក្នុងការឈឺចាប់នឹងវាក្រៃលែងឲ្យចាំងប់ចង់រស់ហើយបានបុរាណនោះថា
បើចង់ដឹងផ្គរឲ្យស្ដាប់ក្នុងពោះបើចង់ដឹងស្លាប់រស់ឲ្យសួរស្រីយើងផ្គរក្តាំងលើមេឃយើងថាស្អីថាឲ្យស្ដាប់ក្នុងពោះយើងពេលយើងពិសាអាហារឲ្យទៅអាហារនឹងវាមិនឲ្យសុខភាពដល់យើងទៅជាហើមពោះអីណាខ្យល់កោពោះគ្រូវាកើតពីអាហ្នឹងអាលឺសោគ្រូក្នុងពោះគឺខ្យល់វាធ្វើចលនាតាមកាពះពោះវៀនហើយផ្គរនៅលើមេឃគឺខ្យល់វាទាំងកិច្ចគ្នាក្តាំងលឺសោដែរបើថាបើចង់ដឹងផ្គរឲ្យស្ដាប់ក្នុងពោះបើចង់ដឹងស្លាប់រស់ឲ្យសួរស្រីសួរពេលណាសួរដែលប្រសោតកូនហ្នឹងទទួលរងទុក្ខវេទនាប៉ុណ្ណាឈឺចុកចាំត្រឹមនឹងប្រសោតកូនផុតមកហ្នឹងនេះលោកសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កាលមិនដាច់សូមចម្រើនពរញោមញាតិពុទ្ធបរិស័ទជាបាសកបាសិកាទេយុទេយិកាពុទ្ធមាមិកជនទាំងឡាយដែលមានឧបាសកព្រំរីណុលដែលត្រូវជាស្វាមីនៃសពអ្នកស្រីព្រំថារិននិងស្វាមីព្រមទាំងកូនលោកព្រំធារានិងភរិយាព្រមទាំងកូនលោកអ្នកស្រីព្រំថារីនិងស្វាមីព្រមទាំងកូនលោកព្រំសុធិរិទ្ធនិងភរិយាព្រមទាំងកូននាមលោកស្រីដែលអាត្មាភាពបានរៀបរាប់ពីពរនាជូនដល់ញោមញាតិពុទ្ធបរិស័ទទាំងឡាយនេះក៏ដែលមានឧបាសកព្រំរីណុលដែលត្រូវជាស្វាមីនៃសពជាក្រុមញាតិគ្រួសារកូនចៅទាំងអស់បានប្រារព្ធជាកម្មវិធីបុណ្យគម្រប់ខួប3ឆ្នាំដែលឧបាសិកាគូសង្វានហៅយាយពៅបានទទួលមរណកាលទៅកាន់លោកខាងមុខហើយអាស្រ័យនេះនៅក្នុងរយៈកាល3ឆ្នាំនេះក៏ស្វាមីនិងកូនចៅគ្រប់គ្នាទាំងអស់បានប្រារព្ធធ្វើកម្មវិធីបុណ្យតិខេណានុបទាននឹងបើពោលទៅតាមពុទ្ធសាសនាតិខេណានុបទាននេះគឺជាបុណ្យដែលនិរោធមានជីវិតរស់នៅជាកូនចៅសាច់ញាតិសន្តានទាំងអស់គេធ្វើឡើងដើម្បីនឹងឧទ្ទិសបញ្ជូនកុសលផលបុណ្យនឹងជូនទៅអ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយណាប៉ុន្តែយើងធ្លាប់ពោលមកថាជាបុណ្យខួប1ឆ្នាំ2ឆ្នាំ3ឆ្នាំមកជាដើមគេសំដៅទៅលើកាលវេលាដែលសពនឹងមរណកាលឧទាហរណ៍ដូចជាសពនឹងទទួលមរណកាលនៅថ្ងៃណាខែណាក្នុងមួយឆ្នាំដល់វិលខួបមកគេថាមកខួបគេធ្វើរំលឹកថ្ងៃដែលសពនឹងទទួលមរណភាពមរណកាលទៅនោះដូចជាយើងគ្រប់គ្នាទាំងអស់ត្រែងប្ររពកម្មវិធីបុណ្យវិសាខបូជាបុណ្យវិសាខបូជានឹងជាបុណ្យដែលពុទ្ធបរិស័ទទាំងអស់បានប្ររពធ្វើឡើងរំលឹកកាលដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងជាសព្វញ្ញូពុទ្ធព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វានព្រះពុទ្ធជាបរមគ្រូយើងនេះកាលប្រសូត
ការបានត្រាស់ដឹងជាពុទ្ធបរិនិព្វានគឺថ្ងៃតែមួយទេគឺ15កើតខែវិសាខដែលយើងពុទ្ធបរិស័ទតែងនាំគ្នាប្រារព្ធជាបុណ្យវិសាខបូជាណាគឺរំលឹកកាលទាំង3នៃព្រះសព្វញ្ញូពុទ្ធដល់យើងជាទូទៅជាបរិស័ទក្នុងពុទ្ធសាសនានេះក៏នាំគ្នាប្រារព្ធធ្វើនៅថ្ងៃដែលសមនឹងទទួលអនិច្ចកម្មថ្ងៃណាគេធ្វើថ្ងៃនោះពលនឹងជាប្រវេណីបើដល់មកក្រោយមកទៀតមកក៏មានបុណ្យ7ថ្ងៃបុណ្យ100ថ្ងៃយើងប្រារព្ធធ្វើសម្រាប់យើងអ្នកដែលធ្វើបុណ្យ7ថ្ងៃនិង100ថ្ងៃចេះតែធ្វើតែបើអត់បានដឹងថាបុណ្យនឹងជាប្រពៃណីទំនៀមទម្លាប់របស់អ្នកណាអត់ដឹងទេនឹងសម្រាប់ញោមញាតិពុទ្ធបរិស័ទខ្មែរយ៉ាងណាអាស្រ័យនឹងជួនជាមានឱកាសក៏អាត្មានឹងពន្យល់ពីរឿងបុណ្យ7ថ្ងៃ100ថ្ងៃបុណ្យ7ថ្ងៃ100ថ្ងៃនេះមិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរយ៉ាងទេជាបុណ្យរបស់ចិនកាលណាមានសាច់ញាតិគេអនិច្ចកម្មទៅមេដាបិតាអនិច្ចកម្មទៅតែគ្រប់7ថ្ងៃគេទៅសែនភ្នោម្ដងគេអត់មានធ្វើតិខេណានុបទានចំពោះព្រះសង្ឃមិនមានទេអានឹងប្រពៃណីរបស់ចិនសតហើយបើចិនសតទៅទៀតមាន49ថ្ងៃគេទៅសែនម្ដងទៀតពលរហូតដល់100ថ្ងៃគេទៅសែនម្ដងទៀតប៉ុណ្ណឹងឯងចប់បន្ទាប់ពីនោះទៅកាលណាមួយឆ្នាំគេទៅឆេងម៉េងភ្នោម្ដងអានឹងចិនសតវិញញោមញាតឆ្ងល់ថាអញ្ចឹងប្រពៃណីរបស់ចិនមិនបានមកនៅលើពូជពងវងត្រកូលខ្មែរយើងអ្នកកាន់ពុទ្ធសាសនានោះក៏ថារឿងហ្នឹងមកពីចិនហ្នឹងមកនៅស្រុកខ្មែរអធិប្បាយទៅនឹងយកយល់ទៅនឹងតិចចិនមកនៅស្រុកខ្មែរប្រស្រុកចិនអត់មានដីធ្វើស្រែទេណាពីដើមដីធ្វើស្រែមានតែដីពួកខ្សែថៃក៏បដិមកនេះប្រជាប្រដ្ឋអត់ដីធ្វើស្រែម្ល៉េះហើយមិននឹងរស់មិនកើតញោមឃើញចិនបរិភោគតែបបរទេមកពីបក្រប់អញ្ចឹងហើយក៏សុខចិត្តលះបង់ស្រុកទីដើរចោលស្រុកមកអត់ដូចនៅស្រុកយើងនេះមកនៅស្រុកយួនស្រុកខ្មែរស្រុកថៃស្រុកឡាវអីពេញទៅចិនបានមានញោមញាតិពុទ្ធបរិស័ទសួរក៏ឆ្ងល់សួរថាស្រុកណាខ្លះទៅមានចិនមកនៅហ្នឹងបានអាត្មានិយាយប្រាប់ដល់ខ្លីទៅញោមអើយឲ្យតែស្រុកណាមានខ្យល់ដកដង្ហើមមានចិនហើយចិននៅពេញផែនដីដោយសារស្រុកហ្នឹងវាអត់ដីធ្វើស្រែហើយក៏ដើរចេញមកនៅប្រទេសណាមានការងារដែលធ្វើបានក៏រស់នៅចិនជីវិតទៅបងដល់មកស្រុកខ្មែរទៅមកខ្លួនមួយដែរខោមកចង្កេះឲ្យមកចង្កេះដែរមិនមែនលើគ្រួសារមកទេណាបងមិនដូចញោមញាតអ្នកម្ចាស់ប៉ុនហ្នឹងទេនៅនេះលើកតង់ប្រពន្ធតង់កូនឲ្យមកនៅខេត្តសៀមរាបហ្នឹងណាថាប្តីនៅឯណាបងនៅខេត្តពោធិ៍សាត់នៅខេត្តពោធិ៍សាត់ចុះប្រពន្ធនៅកំពង់ចាមប្រពន្ធនៅកំពង់ចាមនៅនេះលើកមកនៅសៀមរាបតង់សម្បូរមិនមែនអញ្ចឹងទេណាចេះមកតែខ្លួនមួយបើមករស់នៅស៊ីឈ្នួលធ្វើកិច្ចការងារនៅស្រុកខ្មែរយ៉ាងណាដល់អញ្ចឹងទៅក៏ត្រូវការរកប្រពន្ធកូនអីក៏ដណ្ដឹងខ្មែរហ្នឹងបើទៅរកកូនចិននេះណាបានអត់មានទេមករកកូនខ្មែរស្ដីជាគូដណ្ដឹងបានប្រពន្ធទៅដល់មានកូនមកកូនចៅចិនណាមកកណាត់ចិនមកកណាត់ខ្មែរក៏តមកទៀតមកក៏មានចៅចិនតមកបានចិននៅស្រុកខ្មែរយើងច្រើនណាស់បងហើយទំនៀមទម្លាប់ហ្នឹងវាជាប់ដិតតាមកាលណាមានឪពុកម្ដាយស្លាប់ទៅចិនគេធ្វើតាមចិនទៅសែនដល់ខ្មែរប្រពន្ធខ្មែរក៏ធ្វើតាមខ្មែរទាំងពីរហ្នឹងឯងសែនភ្នោផងធ្វើតិកេណានុបទានមកទាំងពីរហ្នឹងបងដល់យូរទៅវាបាត់ទៅក៏
ខ្មែរនោះវាច្រើនណាស់តែព្រោះអស់ឈាមជឿជាចិនហ្នឹងដល់មកនៅខ្មែរយើងក៏លែងមានសែនដែរតែគ្រប់7ថ្ងៃនិមន្តព្រះសង្ឃមកធ្វើទស្សនានុប្រទានវាទៅជាប្រពៃណីបាត់ចិនដែរនេះវាជាតមកហ្នឹងនេះសូមជម្រាបញោមញាតិពុទ្ធបរិស័ទថាបន់7ថ្ងៃ100ថ្ងៃនេះផចិនដែរក៏ប៉ុន្តែខ្មែរយើងបើយើងធ្វើទៅតាមចិនក៏មិនបញ្ហាអីដែរអញ្ចឹងណាបើកណ្ដាឲ្យដឹងថាតើ7ថ្ងៃ100ថ្ងៃហ្នឹងគេធ្វើតាមអីពីព្រោះគិតថា7ថ្ងៃក្តី100ថ្ងៃក្តីនេះជាបុណ្យកតញ្ញូដឹងគុណចំពោះបុព្វការីជនដូចតែគ្នានឹងឯងប៉ុន្តែប្រព្រឹត្តទៅតាមចិនបើប្រព្រឹត្តតាមខ្មែរបុគ្គលនៅអនិច្ចកម្មថ្ងៃណាខែណាដល់មកខួបគេធ្វើម្ដងចឹងនឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបដោយក្នុងឱកាសកម្មវិធីបុណ្យនេះគឺជាបុណ្យទេកណានុប្រទានដែលស្វាមីនៅរស់ហើយនឹងកូនចៅទាំងអស់ប្រពឡើងដើម្បីឧទ្ទិសកុសលជូនដល់ឧបាសិកាគូសង្វានហ្នឹងប៉ុន្តែសម្រាប់ពុទ្ធសាសនាគឺកម្មវិធីដែលព្រះសម្មាសម្ពុទ្ធលោកបង្ហាត់បង្រៀនកូនចៅឲ្យដឹងគុណឧបការៈពោលដល់អ្នកដែលមានគុណរបស់ខ្លួនហ្នឹងឥឡូវក្នុងឱកាសនេះនឹងលើកយកធ្វើ5យ៉ាងដែលព្រះសម្មាសម្ពុទ្ធលោកបង្រៀនកូនចៅត្រូវសង្គ្រោះដល់មេត្តាបិតារបស់ខ្លួននឹងដោយធ្វើ5យ៉ាងលោកបង្រៀនយ៉ាងស្រេចបណ្ឌញោមញាតិកាន់ពុទ្ធសាសនាអត់ដឹងថាប្រពុតលោកបង្រៀនឲ្យតបគុណដឹងគុណមេត្តាបិតាយ៉ាងណានោះអត់ដឹងទេណាបងថ្ងៃណាក៏អាត្មាសំដែងពីរឿងហ្នឹងចុះដើម្បីយកមកលាតត្រដាងប្រាប់ញោមញាតិថាណាប្រពុតជាបរមគ្រូលោកបានបង្រៀនកូនចៅទាំងអស់ប្រុសស្រីទាំងអស់ឲ្យមានធ្វើកតញ្ញូដឹងគុណមេត្តាបិតារបស់ខ្លួននឹងដោយស្ថាន5យ៉ាង5យ៉ាងនេះសម្រាប់ទី1ព្រះអង្គទ្រង់ទូលមានព្រានប្រដៅឲ្យកូនចៅទាំងអស់បីបាច់ចិញ្ចឹមថែរក្សាលោកឪពុកអ្នកម្ដាយដែលកើតចាស់ជរាហើយព្រោះអានឹងយើងឃើញគ្រប់តែគ្នាហើយបងចាស់ជរាក្រំគ្រាទៅដាច់ពលកម្មអស់អត់ធ្វើអីបានទេបងសំបីតាក្រោកឈរក្តីអង្គុយក្តីក៏តោងមុខតោងក្រោយព្រោះភាពជារាចាស់ក្រំគ្រាហ្នឹងវាសង្កត់វាអស់ពលកម្មព្រោះធ្វើអីក៏វាមិនកើតសំបីតាដាំបាយស្លហ្នឹងក៏ធ្វើវាមិនកើតដែរចាស់ទ្រុឌទ្រោមទៅនោះលោកឲ្យកូនប្រុសស្រីនេះចិញ្ចឹមបីបាច់ថែរក្សាលោកដោយវត្ថុទាំងឡាយ4យ៉ាងដែលសម្រាប់ប្រើប្រាស់ហ្នឹងវត្ថុ4យ៉ាងហ្នឹងសម្រាប់ពុទ្ធសាសនាលោកថាបច្ច័យ4គឺគ្រឿងស្លៀកសម្ពាត់ខោអាវម្ហូបអាហារកន្ទេលកណើយក្រេមុងនិងថ្នាំជាបារោគនេះឲ្យថែរក្សាទំនុកបំរុងក្នុងពេលដែលលោកចាស់ជារាក្រំគ្រាហ្នឹងបងខ្ញុំសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយដែលជាកូននឹងត្រូវដឹងមេរៀនប្រពុតលោកបង្រៀនអានឹងសំខាន់ណាស់បងជីវិតដែលរស់នៅហ្នឹងសម្រាប់ចាស់ជារាទៅវាទ្រុឌទ្រោមក្រំគ្រាឈឺដៃឈឺជើងធ្វើអីសពបែបសត្វយ៉ាងបងពេលណាកណ្ដាក្រោកឈរអង្គុយក្រោកឈរក៏តោងមុខតោងក្រោយតទេតត្រោតត្រឹមនឹងក្រោកឈររួចហ្នឹងអាត្មាអត់ដឹងទេកាលនៅពីក្មេងមិនដឹងថាចាស់តែយ៉ាងម៉េចឃើញយាយទូតក៏ដើរកោងក៏ឃើញក៏ថាអូយឈឺដៃឈឺជើងរួចយាយទូតអាត្មានេះខែប្រគុណចាត់ក៏ដេកអង្គភ្លើងឆ្អើរដែរបងแล้วឆ្អើរទៅវាធូរវាលាឈាមទៅវាធូរឬក៏ពោលតែឈឺដៃឈឺជើងអីក៏គ្រាន់តែលឺអត់ចំណាប់អារម្មណ៍អីទេ
តែដល់មកខ្លួនឯងនេះវាឈឺជើងយកអីបាននឹងអូអាហ្នឹងចឹងជារាក្រំគ្រាគឺវិញចឹងប៉ុន្តែក្នុងពេលដែលយើងមិនទាន់ដើរទៅជួបដល់អាហ្នឹងអត់ដឹងទេបងថាខ្លួនយើងដើរទៅដល់បានដឹងអាហ្នឹងសម្រាប់ជារាក្រំគ្រានេះអាត្មាប្រាប់កូនទាំងអស់ឲ្យដឹងថាយើងដែលវាមិនទាន់ចាស់ហ្នឹងអត់មានអីទេស្រួលបងអត់មានឈឺដៃឈឺជើងអីទេតែនឹងចាស់ហើយឈឺបងត្រូវឲ្យយើងដឹងអាស្រ័យនេះក៏បីថែរក្សាលោកដែលជាមេត្តាបិតាក្នុងពេលដែលលោកចាស់ជារាជដែលរស់នៅយើងឲ្យលោកបានសេចក្តីសុខព្រោះយើងជាកូននឹងទំនុកបំរុងពោលចិញ្ចឹមមិនបាច់ថែរក្សាលោកទៅតាមមេរៀនដែលប្រពុតលោកបញ្រៀនហ្នឹងបងខ្ញុំសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបមេរៀនទី2កាលណាបើលោកឪពុកអ្នកម្ដាយគាត់មានចំណង់ទាំងចង់បានអីចង់ធ្វើអីគាត់ចាស់ហើយធ្វើមិនកើតវាគ្រាន់តែចង់ព្រោះអាស្រ័យនេះយើងជាកូនចៅប្រុសស្រីយើងដឹងថាលោកឪពុកអ្នកម្ដាយគាត់ចង់បានអីចង់ធ្វើអីហើយក៏បីប្រាប់បងប្អូនយើងទៅធ្វើការងារហ្នឹងដើម្បីបំពេញសេចក្តីចង់បានរបស់គាត់ឲ្យសម្រេចដោយសេចក្តីប្រាថ្នាកុំចាំអីច្រើនបងសំបីតែគាត់ថាអូថ្ងៃសិលចង់ទៅសមាទានសិលនៅឯវត្តគាត់ទៅអត់រួចទេអញ្ចឹងយើងមានបងប្អូនច្រើនក៏បីឲ្យបងប្អូនយើងជូនទៅថ្ងៃនេះនេះជូនទៅសិលនោះជូនទៅឲ្យសម្រេចតាមបំណងចិត្តរបស់ព្រះលោកឬទី3ត្រូវថែរក្សាពុជពងវង្សត្រកូលរបស់ព្រះលោកឲ្យបានល្អកុំឲ្យធ្លាក់ចុះដោយសារយើងជាកូនត្រកូលពុជពងវង្សារបស់លោកជាត្រកូលពួកសប្បុរសគឺអ្នកមានចិត្តល្អមានចិត្តមេត្តាករុណាដល់ជីវិតមនុស្សសត្វជុំវិញខ្លួនតែបើនៅក្នុងភូមិផងរបស់ជាមួយមានញាតិណាគ្នាកាត់ទុកព្រួយអីក៏តែងទៅរំលែកទុកព្រួយដល់ត្រកូលនឹងឯងបរិគាត់មានមេត្តាករុណាចេះបរិច្ចាគទានធ្វើទានដល់ជនដទៃដែលកំសត់ទូរគាត់អីហ្នឹងនេះគេហៅថាត្រកូលដល់ខ្ពង់ខ្ពស់ត្រកូលសប្បុរសយើងកូនចៅទាំងអស់ក៏បីថែរក្សាលំអានត្រកូលរបស់គាត់ហ្នឹងកុំឲ្យធ្លាក់ចុះដោយសារយើងជាកូនកុំឲ្យវាដូចចាស់គេថាម៉ែឪអាចារ្យដល់កូនសត្វអាចារ្យមកនេះទៅព្រោះតែនៅបំផ្លាញពុជពងវង្សត្រកូលនោះឲ្យអន្តរាយអស់ព្រោះយើងមិនថែរក្សាតាមលំអានប្រពៃណីរបស់លោកឪពុកអ្នកម្ដាយអញ្ចឹងវាផ្ទុយគ្នាអញ្ចឹងមួយសប្បុរសមួយអសប្បុរសកូនទៅជាមនុស្សអសប្បុរសបំផ្លាញពុជពងវង្សត្រកូលរបស់គាត់ឲ្យធ្លាក់ចុះដោយសារយើងជាកូនតាមពុទ្ធសាសនាដូចជាមិនរួចខ្លួនតែបើយើងបំផ្លាញសេចក្តីល្អគេមរតករបស់ម៉ែឪដែលល្អអ្នកភូមិផងរបស់ជាមួយគេរាប់អានគេស្រឡាញ់គ្រប់តែគ្នាថាត្រកូលល្អសប្បុរសអីតែយើងអត់រវល់ម៉ែឪសប្បុរសអ្នករសាសិលធ្វើទានអីយើងអត់មានជ្រះថ្លាអីសោះក៏ចេះតែប្រព្រឹត្តទៅអំពើពាលាសពបែបសពយ៉ាងទៅបំផ្លាញត្រកូលឲ្យធ្លាក់ចុះឲ្យត្រកូលរបស់គាត់ធ្លាប់មានតម្លៃទៅជាត្រកូលដែលថោកទាបអាហ្នឹងបើចិនគេថាគេរសាយីហោណាបងគេថាយីហោឈ្មោះពូជពងត្រកូលគេក៏ឲ្យធ្លាក់ចុះដែរតែយកយីហោគេធ្លាប់ល្អគេរសាឲ្យថាទេញឲ្យជាដូនជាតាម៉ែឲ្យគេស្លាប់អស់តែកូនគេរសាអញ្ចឹងអត់ឲ្យធ្លាក់ចុះទេនឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបអានេះសម្រាប់យើងជាកូនត្រូវថែរក្សាពូជពងវង្សត្រកូលកុំឲ្យធ្លាក់ចុះដោយសារយើងរួចទី3ទី1ទី2ទី3ហើយទី4ត្រូវយើងនឹងចាំពាក្យទូលមានព្រានប្រដៅដែលលោកធ្លាប់ប្រដៅយើងនៅតូចលោកប្រាប់ថានឹងជាអំពើល្អត្រូវធ្វើអានឹងជាអំពើអាក្រក់
ដែលអ្នកស្រុកអ្នកភូមិគេឃើញហើយគេស្អប់គេតេះឌីឡូគាត់ណែនាំគាត់ប្រាប់ថាអញ្ចឹងនឹងសូមឲ្យយើងទាំងអស់គ្នាដែលជាកូននោះគឺចងចាំពលនៅអវាទទូលមានព្រានបដៅរបស់លោកមកហើយយើងអនុវត្តយើងប្រព្រឹត្តសម្រាប់ជីវិតរបស់ព្រះយើងហ្នឹងបងជារៀងរហូតទៅនេះយកពាក្យទូលមានព្រានបដៅរបស់លោកឪពុកអ្នកម្ដាយនោះទទួលមានព្រានបដៅកូនចៅយើងតទៅទៀតអត់មានចោលរក្សាប្រពាក្យទូលមានព្រានបដៅរបស់លោកឪពុកអ្នកម្ដាយជាសាសនាមួយដែរណាញោមណាបើយើងពោលជាភាសាបាលីគេថាមេត្តាបេតុសាសនាដូចជាពុទ្ធសាសនាដែរណាជាអវាទរបស់មេត្តាបេតានឹងក៏បីយើងថែរក្សាគោរពបប្រតិបត្តិឲ្យបានយកមកអនុវត្តប្រចាំជីវិតទី5វិន័យដែលលោកទទួលមរណកាលទៅកាន់លោកខាងមុខហើយក៏បីយើងកូនប្រុសស្រីឧស្សាហ៍ធ្វើបុណ្យធ្វើកុសលជូនទៅលោកនោះឲ្យបានញឹកញយតាមបានទេបងព្រោះនេះមានញឹកណា3ឆ្នាំបានធ្វើម្ដង3ឆ្នាំបានធ្វើម្ដងណាបើទោះបាន3ឆ្នាំធ្វើម្ដងក៏ប្រសើរដែរព្រោះយើងធ្វើបុណ្យម្ដងចំណាយទ្រព្យច្រើនណាស់ព្រោះយើងមានទ្រព្យឯណានឹងបានធ្វើរាល់ខែណាវាអត់ទេក៏ប៉ុន្តែបើយើងឆ្លាតយើងធ្វើបានរាល់ខែរាល់ថ្ងៃនៃបុណ្យតាមបានញោមញាណាតែថាយើងប្រគេនចង្ហាន់ប្រសង់លោកមកបិណ្ឌបាតទៅដាក់បាតប្រគេនលោកទៅយើងជូនមហូបអាហារអីទៅអ្នកមានសិលទៅសិល5សិល8ទៅយាយតាទៅចាស់ជារាទៅយើងជូនជាបច្ច័យជាប្រាក់អីក៏បន្តិចបន្តួចទៅតាមនេះសតបុណ្យរាល់ថ្ងៃហ្នឹងឬក៏មានគេរៃឃោសនាគេកសាងវត្តកសាងសាលារៀនអីជាដើមកសាងស្ពានអីយើងចូលនេះទៅអាហ្នឹងសតជាបុណ្យដែរយើងធ្វើឲ្យបានញញយដល់យើងលះទ្រព្យសម្បត្តិនឹងរួចហើយយើងធ្វើបុណ្យឲ្យត្រូវឧទ្ទិសកុសលផលបុណ្យនឹងជូនដល់ទៅលោកអ្នកមានគុណហ្នឹងឲ្យបានខាងញញយអាម៉ាននេះណាអត់ដូចកម្មវិធីបុណ្យឃើញ3ឆ្នាំបានទៅអស់រង្វើលណាក៏ប៉ុន្តែហើយអាត្មាមិនថាអីទេក៏ធ្វើនឹងវាយើងចាយប្រាក់ច្រើនណាយើងអ្នកក្រធ្វើមិនបានទេតែមានបុណ្យដតីទៀតទៅក៏ញឹកញយបុណ្យដូចតែគ្នានឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបនេះជាមេរៀនដែលព្រះសម្មាសម្ពុទ្ធលោកទូលមានព្រានបដៅយើងជាកូនប្រុសស្រីទាំងអស់ពោលដើម្បីឲ្យយើងសង្គ្រោះដល់មេត្តាបិតាដែលលោកទទួលមរណកាលទៅកាន់លោកខាងមុខហើយដល់បានញោមញាតិអានឹង4គឺការដែលលោកនៅរស់ជាបីបាច់ថែរក្សាជួយធ្វើការងាររបស់ព្រះលោកថែរក្សាពូជពងវងត្រកូលរបស់លោកហ្នឹងបើដូចថែការថែរក្សាពូជពងវងត្រកូលទៅបីលោកអនិច្ចកម្មក៏យើងត្រូវតែរក្សាជាប្រវេណីហ្នឹងឲ្យរៀងរហូតពាក្យទូលមានរបស់ព្រះលោកត្រូវតែចងចាំហ្នឹងឯងនឹងជាករណីយកិច្ចរបស់កូនចៅប្រុសស្រីទាំងអស់ដែលត្រូវគោរពត្រូវបូជាឬមេត្តាបិតារបស់ព្រះយើងនេះសួរតើប្រពន្ធលោកថាអ្វីទៅសម្រាប់យើងមេត្តាបិតារបស់ព្រះយើងនេះប្រពន្ធលោកថាជាទេវតាទី1ខាងដើមរសាយើងជាទេវតារសាយើងបើយើងអត់ដែលដឹងទេប្រពន្ធលោកថាទេវតារសាយើងមុនទេវតាណាទាំងអស់គឺតែលោកបីបំថ្នាក់ថ្នមការពារយើងសពបែបសពយ៉ាងមិនឲ្យមានសេចក្តីអន្តរាយអ្វីមកប៉ះពាល់ដល់រូបរាងកាយរបស់យើងទេទាំងអត្រព្យសម្បត្តិដែលក៏រកបានមកវត្ថុ4យ៉ាងហ្នឹងគិតយកមកទំនប់បំរុងជួយផ្ដល់ផ្គត់ផ្គង់ដល់កូនប្រុសកូនស្រីទាំងអស់ឃើញទេរកទ្រព្យសម្បត្តិបានមកចិញ្ចឹមកូនចៅផងថែរក្សាការពារមិនឲ្យអន្តរាយអ្វីមកប៉ះពាល់ដល់កូនតើនេះជាទេវតារក្សាកូនចៅខាងដើមគេជាទេវតាទី1
ទេវតាខាងក្រោមនឹងនៅវិណាទេញោមញាតស្គាល់តែឈ្មោះត្រូវការអីសុំឲ្យទេវតាខាងក្រៅនឹងជួយសុំ1000 ដងក៏មិនដែលឃើញបានអីដែរឃើញទេវតាក្រៅយកអីមកឲ្យតែបើទេវតាគឺម៉ែឪនេះមិនចាំសុំអីទេគឺគាត់ទំនុកបំរុងគាត់ជួយផ្ដល់ឲ្យសពបែបយ៉ាងថែរក្សាការពារទាំងអស់មិនឲ្យអន្តរាយណាមកប៉ះពាល់ដល់ខ្លួនទេនេះទេវតាខាងដើមរបស់យើងបុព្វលោកធាតុមេត្តាបិតាជាទេវតាដែលរក្សាកូនមុនគេបងអស់ណាទី2មេត្តាបិតានេះជាគ្រូបង្រៀនទី1របស់កូនញោមយើងមានតែដឹងណាមានតែដឹងថាម៉ែឲ្យជាគ្រូបង្រៀនយើងណាអត់តែដឹងណានឹកណាឃើញទេអូយើងគិតមកយើងកើតមកពីតូចប្រសូតចេញពីផ្ទៃកើតមកយើងមានតែចេះស្អីចេះតែយំមិនដឹងឯងយកតែយំនោះចេះមកពីក្នុងពោះតែនិយាយស្ដីអត់ចេះទេបងចេះតែយំបានបុរាណលោកលើកជាពាក្យថាបណ្ឌិតអាងច្បាប់ពាលអាងកាប់ចាស់អាងស្លាប់ក្មេងអាងយំតែមកក៏ក្មេងតូចសំបីបើឃ្លានបោទឹកដោះឃ្លានអីស្រែកយំអត់ដឹងអីតែកាលណាយំយើងដឹងហើយបើឲ្យសញ្ញាតែមកនេះខ្ញុំនិយាយណាបុរាណលោករៀបថាបណ្ឌិតអាងច្បាប់បណ្ឌិតដែលគេចេះច្បាប់ផ្លូវលោកផ្លូវធ្វើគេឃើញយើងធ្វើខុសគេបញ្យល់យើងថានឹងវាមានហេតុអញ្ចឹងពលចាស់គេបញ្យល់យកច្បាប់មកអាងប្រាប់យើងវាសម្រាប់ពួកពាលអត់ទេតែខឹងយើងលីផ្គាក់ដេញកាប់តែមកបងនឹងពាលអាងកាប់យកមកឈ្នះដៃតែបងនឹងពាលអាងកាប់ហើយចាស់អាងស្លាប់ចាស់អាងស្លាប់នេះចាស់ប៉ុណ្ណេះហើយអញនិយាយទៅនឹងកូនចៅអីគេមិនស្ដាប់ណាគេមិនកាន់យកគេមិនស្ដាប់គេដើរធ្វើតែមិនដឹងទៅក៏ខំអើយមិនស្ដាប់អញក៏ឲ្យថាអញចាស់ហើយមិនបាននៅប្រហែលតែក៏អញងាប់បាត់ហើយអាងាប់ហេនិយាយបដៅគេមិនស្ដាប់អាងាប់បានអញ្ចឹងក្មេងអាងយំបងក្មេងតែកាលណាយំសំបីឃ្លានបោដោះយំងាងជាសញ្ញាប្រាប់យើងដឹងបើកើតអីឈឺក្រិនក្តៅខ្លួនអីក៏អាងយំហ្នឹងឯងណានឹងតែក្មេងអាងយំមនុស្ស4នាក់នេះក៏អាងរៀងខ្លួនមានសំអាងរៀងខ្លួនយ៉ាងណាមកនេះបុរាណលោកប្រាប់យើងនោះយើងមើលសំបីតែភាសាបើយើងកូនស្រីគាត់ប្រាប់តែកូនអើយកូនឯងហ្នឹងស្រីកាលណាមានសន្តានព្រៀងលៀនអីគេហៅទៅឆ្លើយចាកូនប្រុសទៅឆ្លើយបានអាចារ្យបាននឹងលោកគ្រូទី1ក៏បញ្រៀនហ្នឹងយើងមានចេះណាពីក្នុងពោះមកហ្នឹងអរិពេអ្វីដល់ទិញទាំងអស់ក៏ដែលយើងស្គាល់គោស្គាល់កបីស្គាល់មិនស្គាល់ទៀតអត់គាត់ទេក៏ប្រាប់បញ្រៀនអានោះក៏អីមិនទេរបស់ប្រើក្នុងផ្ទះទាំងបានក៏គាត់ប្រាប់អានេះបាយនេះសម្លនេះស្អីគ្រូបញ្រៀនទី1ក៏បញ្រៀនទាំងអស់បើយើងមានតែបានទឹកមានតែបានគិតណាបើគ្រូទី1នឹងវឹកវើអប់រំនឹងបានល្អបានត្រឹមត្រូវដោយប្រពៃហើយបានន័យថាគ្រូនៅសាលាគ្រូទី2ក៏ងាយអប់រំដែរព្រោះគ្រូទី1គេកាច់គេពាត់បានល្អត្រឹមត្រូវហើយអាហ្នឹងចឹងនេះលោកគ្រូខាងដើមណាឬទី3លោកថាមេត្តានេះជាព្រះព្រហ្មលោកមានធ្វើ4យ៉ាងដូចជាព្រហ្មនៅក្នុងឋានព្រហ្មព្រះព្រហ្មនៅក្នុងឋានព្រហ្មលោកមានធ្វើ4យ៉ាងទី1គឺមេត្តាទី2ករុណាទី3មុទិតាទី4ឧបេក្ខាមេត្តាគឺសេចក្តីស្រឡាញ់នៅលើដីក្រោមមេឃនេះណាមាននរណាស្រឡាញ់យើងជាម៉ែឲ្យយើងទេនេះបញ្ជាក់ប្រាប់ញោមញាតិអញ្ចឹងគ្មាននរណាស្រឡាញ់ជាងម៉ែឲ្យយើងទេយើងកុំទៅជឿថាទេវតាប្អិនប្រព្រំណាស្រឡាញ់យើងជាងម៉ែជាងឪអត់ទេបងគឺមេត្តាបិតាលោកស្រឡាញ់យើងដល់ក្រៃលែងទេលោកបីបំថ្នាក់ថ្នមឲ្យយើងបានសុខសួស្តីទាំងអស់បើកូនអត់ដឹងទេមិនដឹងថាម៉ែឪស្រឡាញ់ខ្លួន
នឹងទី1មេត្តាទី2ករណាកិតអាណិតអាសូរដល់កូនប្រុសកូនស្រីទាំងអស់ឃើញកូនមានហេតុអីចម្លែកប្លែកគ្រុនល្ងាក្តៅខ្លួនស្រែកយំក៏មានសេចក្តីអាណិតអាសូរដល់កូននៅខំមនីរូតរះរកថ្នាំរកសកៅរកស្អីមកព្យាបាលឃើញកូនដែលមានសុខភាពវាមានប្រកដីណាអាណិតអាសូរដល់កូននោះដើម្បីឲ្យបានជាសះស្បើយនៅជំងឺរោគគាដែលកើតហ្នឹងអាណិតអាសូរចឹងបងទី3គឺករណាទី3គឺមុទិតាធម៌មុទិតាធម៌គឺត្រេកអរទី4ណាបងច្រឡំហើយបងទី4គឺតាករណាមុទិតាតែទី3ដល់ឃើញតែមិននាំឯងខុសទេមានអាចារ្យមកទាញឯងខុសទី3គឺមុទិតានេះប្រែជាខ្មែរថាត្រេកអររីករាយសប្បាយតាមដល់កូននឹងធំពេញកំមុំពេញកន្លោះឡើងរូបរាងក៏ស្អាតមើលទៅរូបរាងក៏ស្អាតស្លៀកពាក់ខោអាវទៅក៏សមរម្យល្អចុះក៏មុំកន្លោះហើយរៀនសូត្រក៏ប្រកែទៀតក៏ស្ដាប់ទូលមានព្រាមដៅម៉ែឪទៀតនិយាយពីឪពុកម្ដាយក៏ស្រឡាញ់ស្រឡាញ់ប៉ុន្តែក៏មិនដែលប្រាប់កូនអើយម៉ែឪអសត្វពុកស្រឡាញ់កូនអើក៏អត់និយាយទេក៏នៅវានៅក្នុងចិត្តរបស់គាត់កើតពោពេញដោយសេចក្តីស្រឡាញ់អាត្មានិយាយចេះថាតែបើញោមអ្នកមានកូនខ្លួនឯងត្រូវដឹងហើយបងអាត្មានិយាយតាមគម្ពីរដីកាពុទ្ធដីការបស់ព្រះពុទ្ធទេដល់បានហើយឃើញកូនតុបតែងសម្ពុតខោអាវទៅណាមកណាល្អសំរងស្អាតគឺពេញចិត្តក៏ឃើញកូនគឺពេញចិត្តស្រឡាញ់ហ្នឹងតាមមើលកូនទៅចេញដើរផុតពីផ្ទះទៅបាត់ទៅកូនត្រឡប់វិញដើរតាមមើលតែចូលដល់ផ្ទះល្អស្អាតពេញចិត្តជាងកាលក៏កាត់ទំនេរទៅមិនបានធ្វើការអង្គុយចិត្តប្តីប្រពន្ធកាត់2នាក់ទៅក៏កូននឹងធ្វើតុបតែងខ្លួនចេញទៅក្រៅគាត់មើលគាត់និយាយគ្នាគាត់ថាម៉ែពុកមើលកូនស្រីកូនប្រុសយើងល្អស្អាតគាត់សុំនិយាយគ្នាគាត់ចឹងគាត់ពេញចិត្តណាត្រេកអរនឹងសេចក្តីល្អសេរីសួស្តីរបស់កូននៅពោពេញទៅក្នុងចិត្តគាត់ប៉ុន្តែក៏មិនដែលប្រាប់កូនទេថាដែលប្រាប់កូនទេក៏ទុកលាក់តែខ្លួនគាត់ហើយទី4ឧបេក្ខានេះកាលណាបើកូនប្រុសកូនស្រីនឹងមានគូមានសកលហើយរៀបចំឲ្យរួចឲ្យចិត្តគាត់វាស្រាកទៅនៅកណ្ដាលដោយគិតថាកូនអញគេមានសមត្ថភាពនឹងចិញ្ចឹមជីវិតគេបាននឹងថែរក្សាគូសកលប្តីប្រពន្ធគេនឹងបានទោះបីជាមានកូនមានចៅគេចិញ្ចឹមបានទុកចិត្តទៅលើសមត្ថភាពរបស់កូនហើយគិតចិត្តក៏នៅត្រឹងនៅស្មើអញ្ចឹងនេះគេហៅថាព្រហ្មវិហារធម៌4ព្រហ្មវិហារធម៌4នេះសម្រាប់ព្រះព្រហ្មនៅឋានព្រហ្មតាំងណាបងអុកក្រែតធម៌4ព្រះព្រហ្មឲ្យតែខ្សោយធ្វើណាមួយព្រហ្មត្រូវចិត្តតិចប់ឋានព្រហ្មទៅព្រាមអត់បានទេទៅនឹងសុក្រឹតរបស់ព្រហ្មត្រូវស្រឡាញ់ត្រូវមេត្តាត្រូវត្រេកអររីករាយតាមសត្វលោកនឹងតាំងចិត្តជាកណ្ដាលចំពោះសត្វលោកទាំងអស់ក្នុងលោកកសិនិវានអត់មានស្អប់ស្រឡាញ់ណាគឺស្រឡាញ់ទាំងអស់ស្មើគ្នាទាំងអស់ចង់ឲ្យបានសេចក្តីសុខរួចចាក់ទុកអស់នេះព្រះព្រហ្មនៅក្នុងឋានព្រហ្មហើយសម្រាប់មេដាបេដាលោកមានធ្វើអញ្ចឹងដូចជាព្រះព្រហ្មដែរនឹងសូមឲ្យញោមញាតិឲ្យជាកូនជាចៅរបស់ម៉ែឪក៏ដីឬក៏ជាម៉ែជាឪគេទៀតឲ្យវាតនេះរួចទៅហើយប៉ុណ្ណឹងចារិមយ៉ាងទៀតក្នុងពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធលោកលើកតម្កើងម៉ែឪនឹងខ្ពស់បំផុតម៉ែឪជាព្រះទី1របស់កូនសម្រាប់ព្រះពុទ្ធជាបរមគ្រូថាតថាគតព្រះទី2ទេណាមេត្តាបិតាព្រះទី1របស់អ្នកឯងនេះរកឲ្យលើកតម្កើងម៉ែឪជាក្រៃលែងឧយធម្មតារបស់ព្រះពុទ្ធទោះបីជាមិនទាន់បានត្រាស់ដឹងជាព្រះពុទ្ធនៅជាពោធិសត្វនៅឡើយសាងបារមី
ก็โลกก็รบก้นดังก้นเมตตาไม่ได้โลกเจริญเราเจ็ดได้สร้างบารมีนะองค์จังดันโลกบานตรัสดังเจ้าพุทธแล้วแต่โลกสำนักเธอปรับธรรมเมตตาไม่ได้เจ็บเปรียตีโมยดาทากวดอังเปรียตีปีได้เฮ้ยสำหรับมโนสัตว์ทั้งหลายเฉลี่ยทลาแต่นึ่งปพุทธเจตลาแต่นึ่งประสังได้นะโยมนะอันนั้นเขาสมบัติไม่ปอกพุทธบริษัทอันบ้านเฉลี่ยทลาไม่เอาเตะปพุทธทำไมเอาเชี่ยเปรียตีโมยอัดละวัลโกรุปอัดวัลโบเชียไม่เอาเตะเปล่าโน่แต่เฉลี่ยทลาแต่นึ่งประสังในวัดนั่งเจ้าไม่ก็เอาอัดเตรียมตราเตะนะเปล่าอัดเตรียมตราเตะเปล่าเตรียมตราไปตามพระพุทธเราเอากรบดังคนเมียนดาใบดาทว่ากันกราบถวายบังคุมเมียนดาใบดานังปอเอาบานเราพรบพระพุทธเอาปุ่งนำมาได้เชียอาหุนายโยบุกลเอานายโยอาจารย์ทรงสมเด็จปานเอาโสดไอ้แปรนะเอานายโยนะนายโยเชียแปรอารอนก็เอานายโยในเชียบุกลก็พลิกบัดนายโยบุคคลแปรเมาสำหรับพระอารามณ์แต่โลกเชียบุคคลได้กู้ตัวเราเครื่องโบเชียนะได้บุคคลโบเชียทลานะโบเชียนะนายโยสำหรับเมตตาไม่ได้นายโยถ้าเชียบุคคลได้กู้ดอลกากราบถวายบังคุมสัมเปียระบบกอนชาวปราศรัยให้เชียบุคคลได้กู้ตัวเราเครื่องบริโภคคือไปใช้ปูนไอ้คนชาวปราศรัยนำมาโบเชียเชื่อไปได้อรหันต์เฮ้ยปีมนไหมมันดังอะไรอาตมาปราบไอ้ดังไหมนะบอกเฉลี่ยตารางไม่เอาสมเฉลี่ยตารางนองประซองนะแต่บ้านมอหกก็บอลเต้าตะวันเอานั่งที่อดบายก็มันบานเกินอันนั้นอาตมาเต็มโอการได้ยืมมันดังปีมนถ้าไปกันลองพอตายบ้านแล้วอาตมาปราบไอ้ดังเปล่าเราโกรธเมียดาไปได้เชียเปรียตีโมยระบอบปัญญ์ประพุทธเปรียตีปีเนี่ยอาตมาจะได้ไปเดินแต่อาตมาแต่งเทศนาก็แต่เย่เรื่องเมียดาไปได้คนเมียดาแต่งแต่เลิกเรื่องแต่ใครประชุมเป็นนำคเนยโยสนล้อโยฮ่องการีไอ้ไต้หวันปีสมัยอาตมาอัดอะไรต้องชนะฮ่องชนะสลอการีไต้หวันอดเมียนจานสระอยู่ได้ยังไงเนี่ยนะแต่เรามาตัวรูปผมใบดะจานนะดะจานเนี่ยดะท้าตะปะกินภาษาว่าสอดบาดช่างไม่เอารอนเอาสอดบาดช่างตลอดไปวันไม่มาดูสลอบบาดช่างโยตัวจูนไม่จูนเอาไม่เวกเข้าคนเนี่ยโยตะปะกินภาษาตลอดกราบถวายบังคมโอ้ยต้นพลวนลึกช่างงานน้องปะกินภาษาดอนสอดไปวัดหมอบาดชนะดูแต่จูนไม่จูนเอาพอจูนไม่ยาอัดบานโยตกราบตะสมปีไอเตอายุจานมาหกฮองการีแต่อยู่แต่ได้แต่เคยไม่เอาคุยเลือกเตี้ยก็มันอ้อยไม่เอาเตี้ยเราโยตด่าเลยโตทำไม่ปกไอ้นั่นไหนสนแคมโยสมรอมาจูนนั่นตัวจำภาษาปองนั่นจังยังไงบางโยตัวประสามอาจจะทวายกุมไปดองลึกขึ้นไอ้เต็มเท่าบางโยตัวอ้อยไม่เอากันแล้วอัดอ้อยไม่เอาตัวด่าเลยโตปรับไม่พวกน้องยังโยสมรอมาจูนเนาะด่าเลยโตจำภาษาปองอาตมาทั้งออกไปปัญโยบายแต่อ้อยชมาสีปองจะโยบายแต่อ้อยชมาสีแต่ก็มาเมียวอ่ะก็ไม่ไปnhưng mà miệng cả bao cả sai này vì muốn tham gia mình đăng cho thời nhà bà đó có cái nông ca đại tham gia tây sana ban phải 2 nhậm pi mê rin được bao bọc bút lô sân đài nhỉ có bay cổ rộp cũng oi châm không theo cổ rộp ở bán trem trâu lõ tô tám thứ đây tám mê rin đây bọc bút lô phần riêng nông bảo với bao mà hô về tay châm nay về tay
បំបែកវាមិនបានទេចង់យកទៅវត្តផងបើអញ្ចឹងចំណៃអីរំលែកមិនយកទៅវត្តទេមកយកទៅវត្តទេយកទៅជូនម៉ែជូនឪវិសាតាមមកយកទៅបូជាព្រះព្រះទី1ព្រះខាងក្នុងហ្នឹងប៉ុណ្្នឹងជាការប្រពៃត្រឹមត្រូវជាទីបំផុតសម្រាប់ពុទ្ធសាសនាហ្នឹងវិញនិយាយអំពីបាបដែលធ្ងន់បំផុតនៅក្នុងពុទ្ធសាសនាគេហៅអនន្តរិយកម្ម5បាបដែលធ្ងន់ទី1មេតុឃាតកូនសន្លប់ម៉ែទី2បេតុឃាតកូនសន្លប់ឪទី3អរហន្តឃាតមនុស្សសម្រាប់ពួកព្រះអរហន្តព្រះអរហន្តដែលលោកកំចាត់កិលេសអស់ហើយនៅសង្សារវៈហ្នឹងណាបងទី4គឺបទុសរាយនិងព្រះសម្មាសម្ពុទ្ធយកដុំថ្មយកតំបងឲ្យចោលទៅឲ្យត្រូវប្រកាយព្រះអង្គនេះចេញឈាមបែកចេញឈាមប្រមាណតែរុយមួយស៊ីឆ្អែតបុគ្គលត្រូវអនន្តរិយកម្មហើយគេថាបទុសរាយនឹងពុទ្ធលោហិតបានទី5សង្កភេទបំបែកសង្ឃឲ្យបាក់បែកឆ្លោះប្រកែកគ្នាកើតបពុពេញវត្តអញ្ចឹងនឹងសំយោញាតជ្រាបដូចជាលោហិតបានទេវតាទៅពមីលដុំថ្មទៅលើកំពូលភ្នំគុយជាកោតមកឲ្យត្រូវពុទ្ធហ្នឹងត្រូវប៉ះជើងនោះតិចបែកចេញឈាមមករុយស៊ីមួយឆ្អែតបានជាទេវតាត្រូវទោសអនន្តរិយកម្មនេះទោស5យ៉ាងដែលអាត្មាលើកទោសពីអនន្តរិយកម្មមកជំរាបដល់ញោមញាតនេះចង់ធាថាមេត្តាបិតាប៉ះអត់បានទេណាព្រោះជាព្រះរបស់កូនចៅហ្នឹងត្រូវគោរពត្រូវបូជាវិញអ្នកប្រាជ្ញទៅថាមេត្តាបិតាទុកដូចជាដីម្ដុំដីអចិន្លេម្ដុំនៅលើផែនដីហ្នឹងសម្រាប់ពូដែលជាសពបរោះគេដល់ជិះវៀងគេអត់ចិនដីដុំអចិន្លេម្ដុំទេចុះដីមកកណោតែបើពូពៀលអត់ជិះផុតទេឆ្លើយទៅចិនតែដីដុំមកផែនដីមកកណោអត់ទេណាដល់អត់បានទៅចិនអាដីម្ដុំនៅដែលគូជិះវៀងហ្នឹងនឹងសូមឲ្យកូនចៅទាំងឡាយនឹងជ្រាបបាត់ទេពូអសពរោះគឺដល់ចិននៃដីដល់ចិនដីហ្នឹងគឺចិនមើលងាយមេត្តាបិតាហ្នឹងនឹងសូមឲ្យជាបើពូសពរោះគេអត់ទេព្រោះដីមកដុំមកនៅលើផែនដីនោះដីទៅនេះមកនៅពូសពរោះដល់ជិះវៀងបានតែព្រាទៅចិនអាហ្នឹងតែនេះសូមឲ្យគោរពមេត្តាបិតាដែលជាព្រះទី1របស់កូនប្រុសកូនស្រីឲ្យបានទៅតាមទ្រឹស្ដីដែលព្រះសម្មាសម្ពុទ្ធលោកបញ្រៀនយើងហ្នឹងត្រង់ហ្នឹងគេហៅធ្វើកតញ្ញូកូនប្រុសស្រីណាដែលគោរពដឹងគុណមេត្តាបិតាឋានៈឋានៈលោកថាបុគ្គលដែលមានធ្វើកតញ្ញូធ្វើកតញ្ញូគឺធ្វើដឹងគុណធ្វើដឹងគុណនឹងជួយទ្រទ្រង់ជីវិតកូនដែលដឹងគុណនឹងឯងគ្រប់គ្នាអត់ឲ្យធ្លាក់ចុះទេជាឧបមាថាកូននឹងជាអ្នកធ្វើស្រែជាអ្នកធ្វើចំការកូននឹងជាអ្នកជំនួយលក់ដូរកូននឹងជាមន្ត្រីរាជការធ្វើកតញ្ញូជួយទ្រទ្រង់កូនដែលមានធ្វើកតញ្ញូអត់ឲ្យធ្លាក់ចុះទេប៉កែណាមកអត់ឲ្យធ្លាក់ចុះទេជួយទ្រទ្រង់ឲ្យថាទេគង់វងចម្រើនទៅកាន់សេចក្តីចម្រើនដូចនេះធ្វើកតញ្ញូថាមកពលខ្លាំងណាស់បងជួយនេះបពលលោកសំដែងបើយើងធៀបនឹងចិនគេថាហុងស៊ុយធ្វើកតញ្ញូចិនថាហុងស៊ុយបើហុងស៊ុយចិនផ្សេងហុងស៊ុយពុទ្ធសាសនាផ្សេងហុងស៊ុយចិនគេថាតែម៉ែឲ្យចាស់ឲ្យទៅរកចិនសែទៅម៉ែរកដីហុងស៊ុយយកខ្មោចម៉ែខ្មោចឪនោះទៅដាក់ទៅគេរកស៊ីកើតមានតាមពិតតែអាខ្លួនឯងរកស៊ីមានពីមុនយកខ្មោចម៉ែទៅដាក់ដីហុងស៊ុយទៅហើយឃើញទេមានរួចទៅហើយបើហុងស៊ុយពុទ្ធសាសនាគឺយើងដឹងគុណនឹងឯងទំនុកបំរុងថែរក្សាលោកសប្បាយចិត្តរីករាយហ្នឹងគេហៅធ្វើអកតញ្ញូពុទ្ធសាសនាហ្នឹងតាមបាននេះញោមញាតណាអរិយហុងស៊ុយពុទ្ធសាសនាគឺព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកជាអ្នកត្រាស់
ដឹងដែលមានបញ្ញាខ្លាំងជាងគេនៅលើលោកជាងមនុស្សទេវតាគ្មានអ្នកណាមានបញ្ញាដល់សម្រាប់អង្គសេចិនគឺជាក្បួនតម្រាឲ្យចាស់ទុំអីដែលគេនិយាយព្រេងព្រឹកតែអានឹងយកមកធៀមប្រពុតមិនកើតមួយប្រពុតលោកប្រាប់មួយចដូនចតាគ្រូបាអាចារ្យយើងជាបទជនដែលប្រាប់យ៉ាងណាបើញោមញាតិទាំងអស់បើស្រឡាញ់ធ្វើកតញ្ញូសូមឲ្យគោរពបូជាមេត្តាបិតាកុំអោយចងេងចងាងឲ្យមេត្តាបិតាទៅបែរគាត់និយាយខុសត្រូវនោះកុំតែប្រកាន់ដល់បានណាគុំទៅតមកយកឈ្នះយកចាញ់ឯនឹងគាត់ទៅហើយតែគាត់ទៅយើងគេចចេញបោតទៅតែនឹងដែលថាជៀសមិនជិនដីដុំនោះដល់បានទេញោមណាតែញោមទៅតមកគេមិនទៅជិនដីដុំនោះណាគុំរវល់គាត់យ៉ាងរួចចាធៀងកាចាស់ហើយមើលទៅឃើញចេះទៅថាបើចាស់មាត់និយាយយកទៅកូនមិនសូវសប្បាយចិត្តទេនឹងសុំឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយដែលជាកូនរបស់លោកឪពុកម្ដាយហ្នឹងកបីបំពេញតួនាទីរបស់ខ្លួននឹងបគោរពចំពោះមេត្តាបិតាហ្នឹងឲ្យបានត្រឹមត្រូវទៅតាមពុទ្ធសាសនាអញ្ញោមញាតិចង់បានសេចក្តីសុខសួស្តីចម្រើនគ្រប់តែគ្នារួចកន្លែងដែលបានសុខសួស្តីអត់គោរពអត់ធ្វើទេអានឹងសូមឲ្យញោមញាតិគិតឡើងវិញទាំងអស់គ្នាសូមឲ្យគោរពបដិបត្តិឥឡូវអ្នកម្ដាយក៏អនិច្ចកម្ម3ឆ្នាំទៅហើយយើងធ្វើតិកណានុទៀតតបគុណលោកតែនេះនៅមួយទៀតនៅរស់យើងធ្វើគុណនឹងអ្នករស់នេះគេថាធ្វើបន់ខែភ្លឺយើងធ្វើបន់នឹងអ្នកដែលងាប់ដែរគេថាបន់ខែងងឹតយើងមើលវាមិនឃើញធ្វើបន់ខែភ្លឺអ្វីបានថាខែភ្លឺនៃលោកឃើញតិចលោកលឺយើងបានអីទៅជូនលោកទៅគោរពបូជាលោកមើលឃើញទាំងអស់តែគ្នាយើងក៏មើលឃើញគាត់ក៏មើលឃើញគេថាធ្វើបន់ខែភ្លឺបើអញ្ចឹងយើងជូនម្ហូបអាហារទៅឃើញគាត់ទទួលយកទៅប្រើប្រាស់បរិភោគអីទៅឃើញទាំងអស់គ្នាអញ្ចឹងរួចយើងមានសេចក្តីរីករាយសប្បាយចិត្តក្នុងការដែលគោរពគុណមិនបាច់ថែរក្សាជីវិតរបស់លោកឲ្យរស់នៅដោយស្រួលបងអានឹងវាតគ្នាតែកាលណាយើងធ្វើអញ្ចឹងទៅដល់ខ្លួនយើងវិញក៏កូនចៅគោរពបដិបត្តិយើងដូចគ្នាអញ្ចឹងឯងវាឃើញទៅតាមខ្សែប្រពៃណីវង្សត្រកូលនោះរួចសម្រាប់ពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងពីហេតុផលប្រាប់យើងលោកថាមានហេតុមានផលមានកម្មមានផលហេតុគឺកម្មផលនោះវាផ្ដល់ឲ្យអញ្ចឹងរបស់ទាំងអស់ទៅតាមពុទ្ធសាសនាពុទ្ធលោកបញ្រៀនមនុស្សឲ្យជឿហេតុផលរបស់ឲ្យមានហេតុបានមានផលនេះផ្កានៅមុខយើងទាំងអស់គ្នានេះជាផលហេតុរបស់វាគឺដើមបើវាមិនមានដើមវាមិនមានផ្កាហ្នឹងទេអានេះលោកពុទ្ធលោកប្រាប់ហេតុផលចឹងហើយសម្រាប់យើងยังដឹងថាហេតុយើងឯណាទេដឹងថាយើងជាស្អីទេយើងជាផលរបស់លោកឪពុកម្ដាយណាលោកឪពុកម្ដាយជាហេតុនឹងពុទ្ធលោកប្រាប់ចឹងបើវាមិនមានហេតុហ្នឹងតែក៏វាមិនមានផលគឺយើងដែរអានេះវាហេតុផលចេញចឹងតែលោកឪពុកម្ដាយជាហេតុយើងកូននឹងជាផលពេលដល់ខ្លួនយើងដែលជាផលវាត្រឡប់ទៅជាហេតុវិញបាននៅចៅកូនយើងនឹងជាផលចៅនឹងជាផលវាត្រឡប់ទៅជាហេតុវិញបានចៅទូតនឹងជាផលវាហេតុផលតគ្នាពេលលោកឪពុកម្ដាយយើងដែលជាហេតុអានឹងពីមុនគិតជាផលចេញពីហេតុមកគឺឪពុកម្ដាយក៏តនេះមកយើងមិនវាចេញតាមគ្នាយកសោតចេញមកពូជមនុស្សមិនចេញមកមិនយើងទៅកើតពីគាត់ឈើទេណាខ្ញុំកើតពីមនុស្សទេអានេះវាហេតុផលហ្នឹងអាស្រ័យហេតុនេះពុទ្ធលោកឲ្យយើងគោរពហេតុបើមិនមានហេតុទេក៏មិនមានផលគឺយើងនឹងដែរហ្នឹងសូមញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាសូមជ្រាប
ចឹងការសម្ដែងធ្វើទេសនានេះពលនិយាយតាមពីគុណមេត្តាបិតានឹងប៉ុណ្ណឹងជំរាបដល់ញោមញាតិពុទ្ធបរិស័ទចង់ឲ្យញោមញាតិពុទ្ធបរិស័ទនៅគោរពបំរើមេត្តាបិតាទៅតាមមេរៀនរបស់ព្រះពុទ្ធដែលលោកទូលមានកុំឲ្យវាខកុំឲ្យឪម៉ែនៅយើងមិនសូវយកចិត្តទុកដាក់ដល់គាត់ដាច់ខ្យល់ស្លាប់តាំងទៅយំបោកខ្លួនអំឡុងយើងមានវិបដិសារីឯណាញោមណាអង្គម៉ែឪណាយើងមិនសូវរវល់ដល់គាត់ងាប់ទៅនឹកឃើញនៅហ្នឹងតាំងយំបោកនេះវិបដិសារីបើអញ្ចឹងត្រូវបណ្រើបើត្រូវបំរើត្រូវគោរពលោកឲ្យអស់ពីចិត្តពីស្រានទៅវិលាដល់លោកលះលោកទៅកុំឲ្យយើងមានវិបដិសារីតែស្លាប់ក៏ត្រូវតែស្លាប់អីក៏ប៉ុន្តែគាត់ដែលគាត់នៅរស់យើងបានគោរពបូជាឋានៈឋានំគាត់គ្រប់ហើយតែបាននេះញោមញាតិជាកូនចៅទាំងអស់គ្នាហ្នឹងពីមុនថាមិនដឹងបើឡើយអាត្មាសំដែងឲ្យស្ដាប់ចៅឲ្យដឹងហ្នឹងគោរពបាទបងតាមហ្នឹងទៅឲ្យជាមង្គលសិរីសុស្ដីកើតហុងស៊ុយដល់ញោមញាតិទៅរកស៊ីធ្វើអីក៏ចម្រើនបងធ្វើស្រែធ្វើចំការចំនួនជួញប្រើអីមន្ត្រីរាជការឲ្យឡើងបនឡើងសាច់ជួយត្រង់ចូលធ្វើទេសនាប៉ុណ្ណឹងចាញោមណាប៉ុណ្ណឹងចាទេវែងពេកក៏ញោមញាតិខ្ជិលធុញស្ដាប់អានចាពេជ្រណាមុនគុណរំបានមកម្ដងអញ្ចឹងមិនដែរទៅមុនអាត្មាទៅមិនមកទៅដល់ពេលទៅមកសាហ្នឹងបានអាត្មាមិនដែរទៅកំណាញ់ញោមញាតិណាហៅបានទេមកចាស់ថ្លៃអីទៅដល់លេខគុណរវល់អញ្ចឹងបើអាត្មាជាប់ចម្ពាក់គេថាទទួលមិនបានកើតបើថាវាតំណេអាត្មាមកហើយបងតែញោមថាអើយឯទៅមុនលោកបានតែលោករាប់អានទៅ10000មុខមន្ត្រីតែក៏និយាយអាត្មាឲ្យបានអាត្មាមិនចឹងទេអ្នកណាក៏អាត្មារាក់ទាក់ដែរបងអាត្មាអត់មានចឹងទេមនុស្សដូចតែគ្នាអាត្មាគិតពីមនុស្សដូចគ្នាក៏អត់មានគិតពីអ្នកមានអ្នកក្រតែប៉ាស្រៈតែវាទទួលណាហើយវាជាប់នៅហ្នឹងឯងបើលើកបើគេចោលបានតែជួនកាលអ្នកមុនគេនិមន្តព្រឹកដល់យើងទៅនិមន្តល្ងាចអាហ្នឹងបានមួយថ្ងៃហ្នឹងណាដល់ថ្ងៃនេះពីរពេលនៅទៅសោតមន់គេនោះមកមួយចេញពីសោតមន់មកនេះទៀតចាតែជួយសំគ្រោះឲ្យញោមញាតិដែលត្រូវការចេះតែមកប្រាប់មកបង្ហាញពីសាសនានោះក៏ព្រោះញោមញាតិកាន់ពុទ្ធសាសនាមិនសូវយល់មិនសូវដឹងទេដែលអាត្មាថាប្រពុតលោកប្រាប់ថាឲ្យជ្រះថ្លាឲ្យគោរពម៉ែឲ្យយើងអត់ដឹងអត់បានรู้ទៅជ្រះថ្លាទៅក្នុងប្រសង់ណាវាខុសចង់មកប្រាប់ក្បួនរឿងអាហ្នឹងឯងដើម្បីឲ្យខ្ញុំដឹងដើម្បីគោរពដល់លោកអ្នកមានគុណទាំងអស់គ្នាបងបំណាច់ថាលោកនឿយហត់ព្រួយលំបាកអញ្ចឹងយើងពិបាកណាវិញអញ្ចឹងយើងអញ្ចឹងលោកមិនស្មើលោកអញ្ចឹងយើងទេក៏អញ្ចឹងយើងម្នាក់20ឆ្នាំជាង20ឆ្នាំនៅប្រើប្រាស់របស់ទ្រព្យសម្បត្តិរបស់ព្រះលោកមកជាង20ឆ្នាំយើងទៅរកអីសម្បត្តិក៏អោក៏ផកើតមកអាហារបាយទៅក៏ផកើតយើងគិតមើលមកពេលដែលយើងបំរើក៏វិញមានបានដល់20ឆ្នាំណាយើងគិតមើលវិញចុះកូនប្រមាណកូនឡើងមកតប5ហ្នឹងក៏រកចេះទិញហ្នឹងគិតមើល2នាក់ប្តីប្រពន្ធក៏រកយកមកគាត់ពងគាត់មិនដែរធ្ងោទេគាត់មានដែរធ្ងោណាថាស៊ីច្រើនណាស់នេះស៊ីច្រើនក៏មិនដែរនិយាយយ៉ាងដែរនិយាយពីចិត្តរបស់គាត់ហ្នឹងគឺថាវាពោពេញទៅដោយមេត្តាករុណាធ្វើមកលើកូនប្រុសស្រីទាំងអស់គ្នាបើអញ្ចឹងកុំប្រហែសទ្វេអាយុប្រមាណហើយបាទប្រមាណ7-8អូចុះកើតថ្លៃអាត្មាតើអាត្មា87ហើយណាមិនចាស់ថ្លៃគឺលេខយកលេខលោកយកអត់100បីលេខបងហ៊ានកាយទី88ដល់ឡើងខលខ្ញុំថាលោកហូបពីគាត់ជាគាត់មកលោកបងគឺលោកខុសបើនឹងហើយបានតែថ្ងៃនេះអាត្មាគ្រាន់តែ5ថាក៏មកញោមស្មានណាអាត្មារឹបអានតែអ្នកមានសែតែបន្តថាណាក៏តែអត់មានចឹងទេណានឹងជាសេចក្តីគិតខុសរបស់ញោមទេតែអាត្មាអត់ដែរគឺរាប់អានដូចតែគ្នាមនុស្សដូចតែគ្នាបងក៏ប្រស្រ័យទេអាត្មាត្រូវទៅមកតាមពេលអាត្មាអាណិតអ្នកដែលក្រោកសតទូរគាត់នៅតាមជនបទតែគ្នាបនវតែងបានវាទៅកើតចឹងហ្នឹង
ก็จังมีตากะนาน้องวิจารณ์ก็สำหรับเนี่ยได้เมียนเตือนมันคือนักบอลกิจารณ์นะเก็บบ้านทวีกุศลพอลบอลปีมุนมาจารณ์ช่วยตรงเกอบ้านเสาเมียนเตือนบ้านนัดคะแนนเนี่ยก็โดยโยมแม่เอาเจ้าเมียนโกนปูนปรำจะบกนโกนไปมาตำบอกเกเมียนเตือนเมียนสระน่าโกนมุ้ยได้แบบครอกสัตว์เชิงเกนั่นฉันแม่เอาหน้าครอกสัตว์อะไรบ้าอย่างจังยิ่งซ้ำอายุเมียเฉลี่ยจังเธอติสนากนองเอาการนี้ก็ละมงกูซ้ำตามการหนึ่งวิดีให้ก็ซ้ำเอาตื้อกระสอบพอดบอลจูนดาลไอ้หน้าบาสไอ้หน้าบาสกามาเป้าเด้อบาสกานะสองวาดผู้สองวาดมาเล็กมอให้ป่ะซ้ำเอาตื้อกระสอบพอดบอลนั่งจูนดาลบาสกาผู้สองวาดผู้สองวาดแต่บ้านก็เอามาเปิลนั่งได้ตัวนิจกรรมตัวบ้านระยะการใบชนำมาไงแน่คือเชียกรรมวิธีได้ก่อนจะนึกระลึกเราคนอุปการะเรามาประกาศกรรมวิธีบอลในร้านใบอตื้อกษาชูนจมพัวบาสิกากู้สังวานหายพรมตะเงียดใส่ซาโลเฮตอตีที่กิจราได้ยืมเสือแล้วก็ซ้ำซ้ายกุศลพอดบอลนั่งชูนดาลูกเนี่ยเมียนกุลตั้งอาสมลูกอนโมตเนียนเอากุศลพอดบอลได้ก่อนเช้าเราสไลบานเอาตึกจูนโดยพน้องไทยนี่โดยตึกจัดรีเรียบอกบาสิกากู้สังวานนั่งปิงจัดหนึ่งประการะนามุ้ยก็เจ้าสมัยตัวตามตึกจัดบอกบาสิกาเจ้าบอกมายานที่ก็สมจุนโพสับสาตุกาจมโพโยมเยียดปุตตบริษัทพอเชียโกนเชียเจ้าสัญเยียดเองเชียมิตรสันนันหรือบ่บาสะปรุมรีนอลเนี่ยเปล่าน้อยปรุมรีนอลนะคนปรุมเด็ดอยู่ทางนั้นนี่เปล่าโมปรุมแน่พอสมัยโยมเยจมรานลุดเลือดโดยปัญญาก็ยลในอวาดบอปพุทธะธรรมเพียบานนำมาสำแดงปรัญโยมเยพุทธบริษัทต่างอัมพีตรึกแสดงระบบพุทธศาสนาหนึ่งหายก็สมอันยมเยียดพุทธบริษัทต่างบานประกอบโดยเสรีสุขได้สอบโชคชัยก็สับแบบอย่างต่างนั่งสมบานประกอบไอ้พุทธโปบุญประกาอยู่วนะสขะเปรียเชนิกในรอนต่อเรียงเตาอะยังสังเคเปนเนี่ยธรรมติสนาสมัตตาเธอติสนาขณะการนี้ก็สันนมัตให้จับแต่ปนัยเอวัง